爸爸妈妈要孩子们读中文很好，发音标准可以让孩子们来到 AI 语言中心。កូនខ្ញុំមករៀនភាសានៅសាលា AI នេះគឺមានរយៈពេល10ឆ្នាំលើប្រហែលជាមានតាំងពីកូនខ្ញុំគាត់បានចូលក្នុងសាលារៀន AI មជ្ឈមណ្ឌល AI នឹងមកខ្ញុំក៏សម្គាល់ឃើញកូនខ្ញុំមកមានការរីកចម្រើនច្រើនមិនថាឡាភាសាបរទេសដូចជាភាសាអង់គ្លេសហើយនិងភាសាចិនកម្មវិធីផ្សេងៗនីមួយៗក្នុងសាលាគឺថាកូនរបស់ខ្ញុំបានចូលរួមកម្មវិធីនេះគឺថាលេងបានសប្បាយជាមួយកម្មវិធីដែលថាសាលាបានចាត់ចែងរៀបចំឲ្យអញ្ចឹងណាអ្នកគ្រូនីមួយមានបទពិសោធន៍ជាយូរឆ្នាំហើយនឹងមានបទពិសោធន៍បានខ្ពស់ក្នុងថ្នាក់គឺថាមានផាសុខភាពមានអនាម័យគាត់ចេះរៀបចំការងាររបស់គាត់កិច្ចការសាលាហើយនឹងការលេងរបស់គាត់នឹងគាត់ចេះរៀបចំបានល្អសំខាន់ជាងគេគឺកូនខ្ញុំគាត់ថាគាត់មានភាពក្លាហានអាចតំណងជាមួយមនុស្សដទៃមិនថាឡើយបងប្អូនខ្ញុំវាថាមកពីបរទេសឬមួយក៏ខ្ញុំបាននាំគាត់ទៅលេងបរទេសស្រុកក្រៅអញ្ចឹងណាគាត់និយាយជាមួយនឹងអ្នកតាថានៅជុំវិញខ្លួនគាត់ខ្ញុំឃើញកូនរបស់ខ្ញុំមួយគឺមានភាពជឿជាក់ចំពោះខ្លួនគាត់គឺភាសាបរទេសហើយនឹងការសិក្សានៅមជ្ឈមណ្ឌល AI នេះខាងគ្រួសាររបស់ខ្ញុំគឺមានសារស្រ័យចិនឡោះហើយខ្ញុំចង់ឲ្យកូនរបស់ខ្ញុំក៏ចេះភាសាចិនមួយដែរពីព្រោះអីនៅតាមបណ្ដាញលើសេដ្ឋកិច្ចសង្គមឥឡូវគឺថាមានអ្នកវិនិយោគចិនមកវិនិយោគខាងនៅកម្ពុជាយើងវាច្រើនហើយខ្ញុំចង់ឲ្យកូនខ្ញុំគាត់ចេះភាសាចិនថៃមួយទៀតដោយសារអាស្រ័យពីគេក្រោយនឹងគាត់មានការងារស្រួលតំណងជាមួយពួកគាត់爸爸妈妈要孩子们读中文很好发音标准可以让孩子们来到 AI 语言中心